ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះចេញវីដេអូមួយតាក់ទងនឹងការរើម៉ាស៊ីនមកកាត់លើដល់ពេលដែលម៉ាស៊ីនរបស់យើងស៊ីប្រេងហើយនេះបងប្អូនទាំងគ្នាការរើរបស់ខ្ញុំបងប្អូនទាំងគ្នាគឺដោះឲ្យវាលអញ្ចឹងមកដោះគម្របដូចចេញមកអស់មកបងប្អូនទាំងគ្នាហើយនេះគឺយើងធ្វើការដោះប៊ូស៊ីដល់អីចេញមកហើយនេះឡតប៊ូស៊ីនេះគឺមានខ្ចៅខាងក្រោមមួយសម្រាប់ទប់ឡតហ្នឹងយើងធ្វើការដោះយកខ្ចៅនេះចេញមកចាំយើងធ្វើការដោះឡតបងប្អូនទាំងគ្នាហើយវីដេអូនេះតាក់ទងជាមួយនឹងកង់3របស់យើងស៊ីប្រេងមកកាត់លើបងប្អូនទាំងគ្នាយើងរើមកកាត់លើមិនស៊ីប្រេងមកកាត់លើឲ្យច្រឡំវីដេអូនេះតាក់ទងជាមួយនឹងកង់3របស់យើងស៊ីប្រេងអញ្ចឹងខ្ញុំធ្វើការដោះមកកាត់លើយកសមីទៅសៃហើយយើងអត់ធ្វើយ៉េនទេដោយសារយើងធ្វើតែមកកាត់លើទេហើយរើក្បាលកន្លះតិចតួចអានេះគឺរបៀបដោះបងប្អូនទាំងគ្នាគឺដោះបែបនេះអានេះគឺ layer គឺយើងធ្វើការដោះ layer ទល់កម្មនឹងចេញសិនដើម្បីធ្វើការដោះយកមកកាត់លើអញ្ចឹងបើយើងដោះយកមកកាត់លើយើងត្រូវដោះពណ៌អស់នឹងចេញបើយើងដោះកើតបើយើងអត់ដោះចេញដោះអត់កើតទេហ្នឹងហើយហើយយើងដោះកង់លកម្មលើចេញមកហើយលកម្មនេះបងប្អូនអរគ្នាបលែងក៏បានក៏អត់បញ្ហាឈូសតាណាដែរគឺវាគៀបខាងក្រោមជាប់ហើយនេះគឺមានសោលេខ8មួយនៅខាងក្នុងនេះមាន2គ្រាប់បងប្អូនអរគ្នាអញ្ចឹងយើងធ្វើការដោះវាសិនដើម្បីធ្វើការដោះយកក្បាលកន្លះហើយនឹងសមីរបស់យើងហ្នឹងហើយសមីបងប្អូនយកទៅសៃទៅហើយក្បាលកន្លះក៏បងប្អូនបើអត់ចេះធ្វើទេឲ្យគេធ្វើឲ្យទៅគឺគ្រាន់តែសៃច្បាប់សៃអីហ្នឹងហើយបើសិនជាឡតយើងនៅស្អាតគេគ្រាន់តែសៃច្បាប់ឲ្យយើងតែបើឡតយើងអាឡុងគឺគេធ្វើការដូរឡតឲ្យយើងឲ្យឈ្នួលគេទៅអត់ថ្លៃទេបងប្អូនអរគ្នាគឺធូរថ្លៃទេហ្នឹងហើយនេះយើងធ្វើការដោះយកខ្ចៅ4គ្រាប់នៅខាងលើបន្តទៀតខ្ចៅនេះគឺខ្ចៅធំសម្រាប់ចាប់ក្បាលកន្លះហើយនឹងសមីនឹងឯងហ្នឹងហើយយើងដោះខ្សែនឹងហើយយើងកុំភ្លេចដោះបេននេះផងណាបងប្អូនគ្នាបេនបើយើងគ្រាន់តែដោះក៏អត់មានបញ្ហាទេបងប្អូនគ្នាដាក់ចូលវិញអត់មានបញ្ហាទេដោយសារអីគឺយើងដោះតាមខ្ចៅកបេនតែប៉ុណ្ណឹងគឺខ្ចៅកបេនជាប់ជាមួយនឹងក្បាលកន្លះហ្នឹងហើយអញ្ចឹងយើងដោះតាមប៉ុណ្ណឹងគឺវាអត់មានបញ្ហាទេអានេះដោយសារតែខ្ញុំដោះមកដោយបដូលហ្នឹងគឺខ្ញុំដោះយកចេញតែម្ដងកុំឲ្យពិបាកហ្នឹងហើយអានេះគឺខ្ចៅយើងបេនមកយើងជាប់ជាមួយក្បាលកន្លះបើយើងធ្វើការដោះវាអញ្ចឹងមកបាទដោះយកធ្វើកហ្នឹងមកបានហើយហ្នឹងហើយរបៀបដោះគឺតិចតួចបងប្អូនគ្នាអត់មានច្រើនទេហើយបងប្អូនអរគ្នាសង្ឃឹមថាទស្សនាឲ្យធ្វើតាមបានអរគ្នាចំពោះអ្នកដែលគាត់អត់តន់ចេះរើបងប្អូនគ្នាបើបងប្អូនដែលចេះរើក៏ចេះទៅហ្នឹងហើយព្រោះខ្ញុំបានធ្វើវីដេអូនឹងច្រើនដងហើយអានេះគឺបើនិយាយទៅវីដេអូកង់3ខ្ញុំពីមុនបងប្អូនអរគ្នាហ្នឹងហើយយើងធ្វើការចាប់វាអញ្ចឹងទៅចាប់លកាមវាអញ្ចឹងទៅហើយហូតយកក្បាលកន្លះរបស់យើងចេញអានេះគឺការបំបែកក្បាលកន្លះបងប្អូនអរគ្នាបើតន់ចេះបំបែកមើលវីដេអូរបស់ខ្ញុំបានហ្នឹងហើយគឺយើងប៉ុណ្ណឹងយើងធ្វើការហូតយកបដូលដែលចាប់ជើងចាប់ហ្នឹងហើយដោះប៉ុណ្ណឹងមកហើយចំពោះការហើយខ្នើយគឺយើងដោះយកចេញទាំងអស់តែម្ដងបាទបើខ្នើយយើងអត់ខូចយើងមិនបាច់ដូរទេអានេះគឺយើងធ្វើការគោះយកកញ្ចក់សេះចេញបងប្អូនទាំងគ្នាយើងធ្វើការទ្រាប់ទល់ខាងក្រោមបន្តិចបើយើងអត់ទល់គោះអត់ចេញណាហ្នឹងហើយគឺធ្វើបែបហ្នឹងយើងធ្វើការគោះយកកញ្ចក់សេះចេញមិនយើងអាចយកទៅឲ្យគេធ្វើបានក្បាលកន្លះហ្នឹងយកជាងគេក៏ស៊ីឈ្នួលត្រឹមតែវាយឡតដូរហ្វឺតតែប៉ុណ្្នឹងឯងទេវាយឡតដូរច្បាប់ដោយប៉ុណ្្នឹងឯងទេបើយើងអាចសៃខ្លួនឯងក៏សៃទៅបើយើងអត់ចេះសៃឲ្យជាងគេសៃឲ្យទៅបងប្អូនអរគ្នាអានេះគឺការវាយយកកញ្ចក់សេះបើសិនជាយើងអត់វាយគឺអត់អាចយកចេញបានទេបើបងប្អូនទាំងអស់គ្នាមានសោបងប្អូនអាចធ្វើដោយប្រើសោបានតែចំពោះខ្ញុំមិនមែនជាជាងខ្ញុំគ្រាន់តែជាអ្នករត់ធម្មតាអញ្ចឹងខ្ញុំអត់មានលុយទិញសោគ្រប់ប្រភេទយកមកគ្រាន់ដោះទេអញ្ចឹងបើចំពោះគឺជាងគឺមានគ្រប់ប្រភេទហើយអញ្ចឹងបើយើងអត់ជាងយើងគ្រាន់តែជាអ្នករត់ធម្មតាអញ្ចឹងយើងមិនមានរបស់របរអស់ហ្នឹងយកមកទុកគ្រាន់ដោះ 100% ទេអញ្ចឹងយើងមានតែសោល្មមទេអញ្ចឹងចំណុចខ្លះគឺយើងអត់មានប្រាប់ដោះទេហ្នឹងហើយនេះបងប្អូនអរគ្នាគឺច្បាប់របស់យើងប៉ុណ្ណឹងហើយនេះគឺដោះវាលហើយណាបងប្អូនអរគ្នាដោះយកសមីឲ្យចេញហើយហ្នឹងហើយវីដេអូក្រោយបងប្អូនអរគ្នាកុំភ្លេចទស្សនាវីដេអូ